បរិយាកាសពេលយប់នៅ Sound Stay បងប្អូនឃើញមានភ្លើងផ្លឹមៗហើយមានពណ៌ទឹកក្រូចពេលដែលយើងអង្គុយមើលព្រៃហើយអង្គុយនៅជិតស្មៅអញ្ចឹងមានដើមឈើមានអីអញ្ចឹងយើងមានអារម្មណ៍ថាមានអារម្មណ៍ថាស្ងប់ស្ងាត់ផ្លូវចិត្តហ្នឹងបងប្អូនតោះកុំឲ្យវែងឆ្ងាយយើងមើលបន្ទប់យើងវិញហើយបន្ទប់យើងហ្នឹងគឺមានក្រេ2គេបាន4នាក់ហើយជាប្រភេទទឹកអង្ហាលទេពីព្រោះ Casting ហ្នឹងគឺត្រជាក់ស្រាប់ហើយឥឡូវបន្ទប់យើងក្រាកម្រាមពណ៌សគឺឲ្យវាមានលក្ខណៈ clean ហើយនេះបន្ទប់ទឹកក៏មានលក្ខណៈដាច់ពីគ្នាដែរហើយមានបរិយាកាសបែបធម្មជាតិមានខ្យល់ចេញចូលគ្រប់គ្រាន់ណាបងប្អូនហើយនេះគឺកន្លែងដែលយើងអង្គុយមើលទឹកយើងមានកញ្ចក់មើលទេសភាពខាងក្រៅមានស្រះមានព្រៃហើយនេះរូបភាពពេលយប់ឡើងគឺវាមើលទៅគួរឲ្យចង់ដូចបែបថាយើងសំណោះពីមុនអញ្ចឹងណាដែលកាលពីមុនដែលយើងអត់មានភ្លើងហើយយើងបើកចង្កៀងអញ្ចឹងទៅវាភ្លើងតិចអញ្ចឹងទៅយើងមានអារម្មណ៍ថាយើងនឹកដល់អតីតកាលណាអញ្ចឹងបងប្អូនដែលចង់មកគេងនៅ Sound Stay ហើយវាគឺថាមាន Wi-Fi ដែរប៉ុន្តែមានតិចតួចហើយសេវាតិចតួចវាធ្វើឲ្យអត់មានវិទ្យុសកម្មហើយយើងគេងទៅមានកម្លាំងហើយឆាប់ងុយគេងហើយនឹងឆាប់ភ្ញាក់ហើយអាកាសធាតុវិញគឺតិចឲ្យបងប្អូនធ្វើការតតង្ហានឹងល្ងាហើយសម្រាប់អ្នកដែលគាត់ចាញ់ល្ងាអញ្ចឹងណាហើយហ្នឹងហើយបងប្អូនចង់មកគេងអាចមកតាក់ទងនៅ Sound Stay បានណាអរគុណច្រើនបាយបាយ